អូខេឥឡូវយើងមក unboxing brand Omega វិញម្ដងណាបងហើយបើកលេចទៅមើលប្រអប់របស់គេវិញណាស្អាតខ្លាំងមែនតើប្រអប់នឹងដែរបើសិនជាធ្វើជា gift ទុកជូនគេវិញណាស័ក្តិសមខ្លាំងមែនតើណាបងចំណែកនាឡិកានឹងដែរគឺជា brand new watch មករួមជាមួយនឹង full box set ហ្មងណាកលេចមកមើលសភៅរបស់គេអូយក៏ស្អាតដែរហើយក៏មានរួមមកជាមួយនឹងកាតផងដែរបងហើយបើយើងមកមើលពីប្រភេទនាឡិកានេះវិញគឺជាប្រភេទ Lady Watch ដែលមាន model Seamaster Aquaterras 150mm ដែលមកជាមួយនឹងទំហំមុខ 30mm ស័ក្តិសមមែនតើសម្រាប់បងនារីដែលគាត់ចូលចិត្តលេង style sporty elegant ណាមើលទៅលយមែនតើហើយតួរបស់វាគឺធ្វើឡើងពី stainless steel អញ្ចឹងហើយធ្វើឲ្យនាឡិកានេះមានសភាពភ្លឺចែងចាំងស្អាតគួបផ្សំនឹងភាពរឹងមាំរបស់វាដូច្នេះហើយធ្វើឲ្យនាឡិកានេះគឺមានភាពប្រណិតខ្លាំងមែនតើណារីឯផ្ទៃខាងក្នុងរបស់នាឡិកានឹងវិញគឺមានពណ៌ខ្មៅហើយត្រង់ចំណុចលេខ6គឺគេ design មកមានថ្ងៃបរិច្ឆេទនៅក្នុងហ្នឹងគឺ modern ខ្លាំងមែនតើណាបងចំណែកឯខ្សែរបស់នាឡិកានេះវិញគឺធ្វើឡើងពី stainless steel ដូចគ្នារួមមកជាមួយនឹង style ក្របអង្កាំខាងក្នុងរបស់នាឡិកាគឺបែបរលោងបែប polish ឯក្របអង្កាំខាងកៀនរបស់នាឡិកានេះវិញគឺបែប brush បានន័យថាវាស្អាប់តិចមើលទៅពិតជាស្អាតខ្លាំងមែនតើណាបងចំណែកឯម៉ាស៊ីនរបស់នាឡិកានេះវិញគឺជាប្រភេទម៉ាស៊ីន automatic ដែលរួមមកជាមួយនឹង water resistant បានរហូតដល់150ម៉ែត្រហើយបើសិនជាយើងយក1ឡូដាក់នៅលើដៃយើងវិញគឺស្អាតខ្លាំងមែនតើណាស័ក្តិសមជាមួយបងស្រីដែលគាត់ចូលចិត្តមុខនាឡិកាបែបតូចក៏អាចជ្រើសរើសយក model នេះពាក់ជាប្រចាំថ្ងៃបានដែរនាឡិកានេះមើលទៅស្រស់ស្អាតសាមញ្ញខ្លាំងមែនតើហើយក៏ជាប្រភេទនាឡិកា sport elegant ផងដែរបងបើសិនជាបងមានចំណាប់អារម្មណ៍ឬក៏ចង់ដឹងពី more detail របស់នាឡិកានេះបងក៏អាច contact មក page និង WhatsApp របស់ Kairos and Rick ពួកយើងបាន